bạn sẽ có một căn video to cái này như riêng bị Excel mà nó sẽ tổng cảรูปมน if and ចឹង protocol if វាមានច្រើនវាមាន if មាន if app វាមាន if and a if error if and if on ទៅអញ្ចឹងខ្ញុំសូមលើកមួយគឺ if and if and គឺជាការប្រើរូបមន្តមួយដែលយើងមានជាមួយលក្ខខណ្ឌមួយដែលមានករណីច្រើនចាប់ពី2ឡើងបើថានៅក្នុងលក្ខខណ្ឌមួយមានករណី2ឡើងយើងអាចប្រើ if and ករណីហ្នឹងបើសិនបើភ្ជាប់នឹងសំណួរដែលគេសួរ and ឬក៏និយមលេខខ្មែរហើយនឹងឬក៏នឹងអានេះយើងអាចនឹងប្រើទៅលើ if and ចាស់ស្ដែងនៅក្នុងឧទាហរណ៍ខ្ញុំលើកទៅលើតារាងផាកពិន័យមួយដែលមានលក្ខខណ្ឌមួយគឺកន្លែងមួកនិងកញ្ចក់ចឹងកន្លែងមួកកញ្ចក់គឺករណីគាត់មានឬមិនមានតើតម្លៃផាកគឺមិនតម្លៃផាកគឺគិតទៅតាមលក្ខខណ្ឌនៅខាងក្រោមណាលក្ខខណ្ឌទី1គឺអត់មានមួកនិងអត់មានកញ្ចក់ពី120000ខ្ញុំសូមដកស្រង់ក្រៅផ្លូវការពីច្បាប់ចរាចរណ៍ស្រុកខ្មែរយើងណាទី2គឺមានមួកនិងអត់មានកញ្ចក់ពី30000ទី3គឺអត់មានមួកនិងមានកញ្ចក់ពី50000ទី4បើមានមួកនិងមានកញ្ចក់មិនពីណីមិនថាមានគូក្រគឺអត់ពីណីទេអញ្ចឹងជាក់ស្ដែងខ្ញុំសាកប្រើទៅលើ if and អូខេអញ្ចឹងកន្លែងខ្ញុំសុំសរសេរមុនខាងលើណាអញ្ចឹងយើងដាក់ស្មើ if ហើយយើងបើកកញ្ចក់កន្លែងហ្នឹងបើយើងបងប្អូនដាក់ស្មើ if ហើយបើកកញ្ចក់ហើយយើងប្រើទៅលើការចុចទៅលើលក្ខខណ្ឌយកតែម្ដងគឺអត់ត្រូវទេដោយសារលក្ខខណ្ឌមួយបងប្អូនឃើញអានមើលបើអត់មានមួកអាហ្នឹងលក្ខខណ្ឌមួយហ្នឹងមានករណីទី1ហ្នឹងគឺជាប់ករណីមួយទៀតអត់មានកញ្ចក់បែរថាមាន2ករណីអញ្ចឹងយើងក៏បដោតទៅលើកន្លែងហ្នឹងច្បាស់យើងអាចដឹងថាអូអាហ្នឹងគឺ if and ឬ if or ណាបើករណីគេថាអត់មានមួកឬក៏ហ្នឹងយើងអាចដាក់អវិញប៉ុន្តែករណីថាបើអត់មានមួកពីនៃ120,000អាហ្នឹងយើងប្រើ if ធម្មតាមកឬ if អាក៏បានដែរអញ្ចឹងអានេះក្នុងនេះមួយលក្ខខណ្ឌមាន2ករណីអញ្ចឹងយើងបើក and ឲ្យបងប្អូនធ្វើការនេះ and យើងបើកកញ្ចក់បើ and logical មាន2មានថាលក្ខខណ្ឌករណីមាន2អញ្ចឹងយើង select ករណីទី1ណា select ករណីទី1ករណីទី1គឺអីគឺតកតូនជាមួយនឹងមួកអញ្ចឹងយើង select ទៅលើមួករបស់ពួកគាត់ហើយស្មើយើងដាក់ក្នុងមានកណ្ដោដោយសារលក្ខខណ្ឌជាអក្សរយើងដាក់ថាមែនដោយសារក្នុងតារាងខ្ញុំគឺខ្ញុំដាក់ថាមិនមែននឹងមានអញ្ចឹងខ្ញុំមានទៅហើយយើងធ្វើការក្បៀសមួយយើង select ទៅលើនេះករណីទី2គឺកញ្ចក់អញ្ចឹង select កញ្ចក់ប្របាក់បំផុតគឺការសរសេរលើកទី1បើលើកទី1យើងសរសេរត្រូវលើកទី2ទី3យើងសរសេរដូចគ្នាក៏ដូរទីតាំងណាអញ្ចឹងយើងស្មើដែរគឺស្មើនឹងពាក្យថាមិនមានយើងមើលទៅកាន់ក្នុងសំណួរគឺដាក់ថាអត់មានប៉ុន្តែក្នុងតារាងគឺដាក់ថាមិនមានជាស្អីឡើងយើងកែតម្រូវតាមហ្នឹងមើលតាមតារាងលក្ខខណ្ឌរបស់យើងអញ្ចឹងកន្លែងហ្នឹងយើងដាក់ថាមិនមានដោយសារនេះដាក់មិនមានហើយយើងបិទវងកញ្ចក់របស់ n អញ្ចឹងយើងបិទវងកញ្ចក់របស់ n ថាយើងបិទទៅលើលក្ខខណ្ឌទី1ទេដែលមាន2ករណីនេះហើយបើត្រូវទាំង2ករណីហ្នឹងតើយើងបោះអី120,000អញ្ចឹងយើងបោះជាលេខយើងដាក់មានកណ្ដោទៅកន្លែងហ្នឹង120,000ថាយើងវិលមក12 0 4ដង2 3 4យើងដាក់ទៅប៉ុណ្្នឹងបានហើយអញ្ចឹងក្បៀសមួយយើងចូលទៅកាន់លក្ខខណ្ឌទី2លក្ខខណ្ឌទី2ក៏មាន2ករណីដែរអញ្ចឹងយើង if បើកកញ្ចក់ដាក់ n ហើយយើងធ្វើការអីបើកកញ្ចក់យើង select កន្លែងនេះស្មើអីករណីទី1គឺស្មើថាមានយើងដាក់ថាមានទីស្អីបិទមកដាក់មុខកណ្ដោវិញក្បៀសមួយយើង select លើជួរកញ្ចក់ករណីទី2នៃលក្ខខណ្ឌទី2គឺពាក្យថាអត់មានឬយើងថាមិនមានណាមិនមានអញ្ចឹងមកត្រូវទាំង2ករណីហ្នឹងគឺយើងពីណីបាន30000ក្បៀសមួយដោយសារតែការសរសេរដែរបងប្អូនអាច copy ផាសបានឥឡូវខ្ញុំធ្វើការសរសេរដល់តែម្ដងខ្ញុំព្រាននេះសិនយើង if ហើយយើងដាក់ n ទៅទៀតយើងចូលដល់អីយើងចូលដល់លក្ខខណ្ឌទី3លក្ខខណ្ឌទី3គឺករណីកន្លែងមួកណាស្មើពាក្យអីបងប្អូនស្មើពាក្យថាអត់មានឬក៏យើងថាមិនមានណាអញ្ចឹងករណីវាចេញពាក្យថាមិនមានឬក៏ស្មើពាក្យមិនមានករណីទី2គឺកន្លែងកញ្ចក់ស្មើពាក្យអីស្មើជាមួយពាក្យថាមានអូខេបើត្រូវទាំងពីរករណីហ្នឹងយើងពីណីបានយើងពីណីទៅ50000ទៀតអូខេយើងក្បៀសមួយយើង if មួយទៀតហើយយើងបើកវងកញ្ចក់យើងដាក់ n នោះមុននេះធ្លាក់មកក្រោមបងប្អូនធ្លាក់មកក្រោមដោយសារតែក្នុង formula ទៅសេច្រើនវាធ្លាក់មកក្រោមអញ្ចឹងយើងធ្លាក់មកក្រោមហើយទៅមកទៀតយើងធ្លាក់មកក្រោមហើយយើងធ្វើការអីចុចទៅលើ condition ឬក៏ logical ទី1ជាស្រ័យ logical ទី1គឺយើងកន្លែងមួកនៅក្នុងកន្លែងជាមួយនឹងនេះបានអីបងប្អូនមើលមើល1 2 3ចូលទី4ចូលទី4នេះបងប្អូនអាចនិយាយបានថាបើសិនជាយើងដាក់ n ទៀតក៏បានឬក៏បងប្អូនបើកវ៉ាយក if false យកក៏បានឥឡូវយើងដាក់ n ទៀតចុះណាអញ្ចឹងកន្លែងទី4នេះបានថាបើសិនជាកន្លែងហ្នឹងគឺមានកន្លែងមួកក៏មានហើយក្បៀសមួយកន្លែងកញ្ចក់នេះស្មើពីអីស្មើពាក្យមានដែរបើថាគាត់មានទាំងអស់អញ្ចឹងមានថាកន្លែងក្បៀសហ្នឹងយើងដាក់មានកណ្ដោទៅយើងបោះថាមិនពីណីមានថាគាត់គ្រប់លក្ខខណ្ឌគឺមិនពីណីទេអញ្ចឹងយើងចាក់ស្ដែងការប្រាំគុំ if ដោយសារយើងទៅសេ if នេះគឺយើងទៅសេ if ម្ដងបើកវងចោលម្ដងគឺបិទម្ដងប៉ុន្តែករណីយើង if បើកតែម្ដងបិទតែម្ដងណាប៉ុន្តែ if ធម្មតាឬ if n យើងច្រើនតែ1 2 3 4អញ្ចឹងមិនថាយើងទៅបិទវងចោលក្រោយ4ដង1 2 3 4ពេលបិទ4 enter បងប្អូនប្រយ័ត្នបន្តិចកន្លែងហ្នឹងណែចេញមកកន្លែងខុសណាអញ្ចឹងកន្លែងខុសអីយើងធ្វើការចុចលើរូបមន្តយើងការចេញ fail មិនថាគឺដាក់លក្ខខណ្ឌខុសហើយបងប្អូនខុសណាគេអញ្ចឹងយើងចុចលើរូបមន្តយើងមកករណីទី1គឺមានហើយមិនមានអញ្ចឹងមិនដឹងម៉េចណែខ្ញុំណាគេអាកន្លែងនេះនៅក្នុងលក្ខខណ្ឌទី1កន្លែងនេះគឺករណីអត់មានប៉ុន្តែមិនក៏ខ្ញុំទៅសេមានបានថាបើសិនជាយើងមិនពិនិត្យលើសំណួរយើងមិនពិនិត្យលើតារាងលក្ខខណ្ឌយើងឬក៏ពិនិត្យក្នុងតារាងជាមួយនឹងទិន្នន័យយើងគឺទៅសេការអត់ត្រូវគឺចេញ fail ឬក៏ចេញ value ត្រង់ជ្រុកឬក៏ចុច enter អត់លោតែម្ដងអញ្ចឹងកន្លែងនេះយើងដាក់ថាមិនមានអូខេ enter ម្ដងទៀតមកចេញមកអូមកអញ្ចឹងយើងពិនិត្យមើលសិនគាត់នឹង120,000គឺលូត្រាទៅអត់ទាំងពីរតែ50000លូត្រាទៅអីអត់មានមួកមានកញ្ចក់អញ្ចឹងមួកគាត់ជាមួយនឹង50000នេះ50000នេះ
50000នេះមួកគាត់មានអត់មានផងកញ្ចក់មានអត់មានគេchứអ្នកដែលមិនពីនេះពេលគាត់មានទាំងពីរហ្នឹងchứអ្នកដែលមានអីមានមួកហើយនឹងអត់មានកញ្ចក់អញ្ចឹងបានថាក្នុងការប្រើអានុគម if and នេះគឺយើងមានករណីច្រើនក្នុងលក្ខខណ្ឌមួយហើយបើត្រូវករណីទាំងអស់ទៅលក្ខខណ្ឌចាត់ទុកថាជាការមែនថា and នេះគឺយើងបើកបាយ logical ទី1បើសិនករណីទី1ត្រូវគឺវាមួយករណីទី2មិនត្រូវអាហ្នឹងអត់យកនេះទេប៉ុន្តែបើករណីទី1ត្រូវហើយករណីទី2ត្រូវដែរអាហ្នឹងទៅយកបែរថាមាន10ករណីក្នុងលក្ខខណ្ឌហ្នឹងលុបត្រាទៅត្រូវទាំង10ត្រូវ9ក៏មួយក៏អត់យកដែរបងប្អូនណាអញ្ចឹងនេះក្នុងការប្រើទៅលើអានុគម if and ទៅតារាងទៅក្នុងការផាត់ពិន័យបងប្អូនចង់ប្រើទៅលើទៅក្នុងការដាក់ពិន្ទុសិស្សលក្ខខណ្ឌតំណែងចំណូលចំណាយឬក៏រកអ្វីមួយយើងអាចឆ្នៃបានដូចគ្នាអញ្ចឹងជួបគ្នាបន្តនៅវីដេអូបន្ទាប់ទៅក្នុងការប្រើទៅលើ if app ហើយនិង if and a